បាទនេះជាការធ្វើតេស្តថ្មឡានគិសនីបាទទី1គឺយកថ្មប្រភេទ LFP បាទ 3.4 វ៉ុលពេញបបបាទយកមកដំដីគោលបាទមកដីគោលហើយអត់ផ្ទុះអត់ឆេះបាទដីគោលទី2គឺនៅតែអត់ផ្ទុះអត់ឆេះដីគោលទី3បាទក៏នៅតែអត់ផ្ទុះអត់ឆេះបាទនេះជាសុវត្ថិភាពរបស់ថ្ម LFP បាទមិនងាយផ្ទុះងាយឆេះទេទោះបីវាខូចខាតដោយការធ្លុះធ្លាយយ៉ាងណាក៏ដោយបាទបន្ទាប់គឺនឹងយកថ្មប្រភេទ NMC យកមកដំម្ដងហើយ capacity 3.4 វ៉ុលដូចគ្នាបាទនេះជាប្រភេទថ្ម NMC បាទពងបាទថ្មដីគោលផ្ទុះឆេះតែម្ដងបាទអញ្ចឹងប្រភេទថ្ម NMC គឺជាថ្មដែលមានសុវត្ថិភាពទាបជាងគេបើធៀបជាមួយនឹងថ្មផ្សេងទៀតហើយបច្ចុប្បន្នហ្នឹងថ្ម LFP គឺជាថ្មដែលមានសុវត្ថិភាពខ្ពស់ជាងគេបាទអរគុណបងប្អូនបាទ